រៀបសួរបងប្អូនទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទបានធ្វើដំណើរកម្សាន្តមកកាន់វត្តសិលាថ្មទិលនៅស្រុកជឋានខេត្តព្រះត្រពាំងហើយទៅខេត្តតាវិញកំពុងតែធ្វើដំណើរសឹមនេះច្រកចូលវត្តទ្រសិលាទ្រប្រាសាទថ្មទិលវាមាន2ខ្លោងទ្វារណាខាងឆ្វេងនិងខាងស្ដាំឥឡូវរៀបចំចូលហើយទេសភាពទស្សនភាពក្នុងវត្តឃើញថាមានសភាពស្រស់ស្អាតស្រស់បំពងខ្លាំងណាស់ហើយដើមឈើសងខាងគឺបានដាំនៅដើមគគីណាដើមគគីដាំជាជួរហ្នឹងហើយដាំជាជួរនៅខាងមុខប្រាវិហារហ្នឹងគឺមានស្រះតូចល្មមហ្នឹងហើយស្រះហ្នឹងក៏អត់ឃើញមានចិញ្ចឹមត្រីដែរណាស្រះទឹកខៀវតែម្ដងហើយប្រសង់កំពុងតែឆាន់ភេរជ្ជៈស្អាតដែរទេសភាពវត្តថ្មទិលស្អាតណាស់បាទបងប្អូនមកមានឱកាសមានពេលវេលាអាចមកកំសាន្តបានណាមកធ្វើបិណ្ឌធ្វើទានឬក៏ធ្វើកិច្ចណាមួយអញ្ចឹងណាវត្តស្អាតល្អនឹងគួរជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទមិនថាក្រៅប្រទេសឬក្នុងប្រទេសទេបាទនេះជាលើកទី1ហើយដែលខ្ញុំបានធ្វើដំណើរកម្សាន្តមកទឹកដីកម្ពុជាក្រោមហើយក៏បានថតផ្តិតនៅទស្សនភាពនិងទេសភាពតាមវត្តអារាមចែកជូនដល់បងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសបានឃើញនៅទស្សនាថាវត្តនៅខ្មែរក្រមមានសភាពយ៉ាងណាអញ្ចឹងណាបាទហ្នឹងហើយតាមវត្តខ្លះក៏សាងបានធំស្កឹមស្កាយទៅតាមទីធ្លាតូចធំហើយនៅខាងមុខប្រាវិហារនៅខាងឆ្វេងខាងស្ដាំដៃហ្នឹងគឺមានដើមពូណាដើមពូដ៏ធំមួយដើមពូនោះដូចជារាងចំណាស់ដែរហើយដើមពូដ៏ធំនៅខាងប្រាវិហារហ្នឹងអានេះក៏ថតចំពេញបរិវេណប្រាវិហារណាបាទក្បាច់រចនាស្អាតណាស់បាទកសាងជាងនោះបងប្អូនបានឃើញថាវត្តខ្មែរក្រោមហ្នឹងគឺវាស្អាតទៅក៏មិនស្អាតតូចឬក៏ធំអញ្ចឹងណាហ្នឹងហើយហើយរាជសីណាធ្វើនៅខាងមុខបកគោតឹងរាជសី4គូតែម្ដងព្រះរាមានព្រះអង្គឆោតបានបាទ